ok chẳng ngàyนี้យើងចូលវីដេអូទី2បង្ហាញពីការវិភាគពីកតាអញ្ចឹងពេលដែលយើងមកកន្លែងឃើញកន្លែងនេះភ្លាមគឺការកំណត់អថេហើយនៅផ្នែកខាងស្ដាំគឺដូចទៅនឹង tab ទី1ដែរគឺមានការ download ទម្រង់ Excel ហើយនឹងការ upload ទម្រង់ Excel ដែលយើងបញ្ចូលទៅនៅនេះហើយដើម្បីឲ្យវាវិភាគយើងអាចចុចលើវានឹងវានឹង save អញ្ចឹងយើងចូលទៅមើលអូខេឯកសារយើងបាន download អូខេអញ្ចឹងកន្លែងនេះគឺយើងអាចបញ្ចូលទៅនៅនេះដូច one way ANOVA ដែរអញ្ចឹងខ្ញុំមិនធ្វើវាម្ដងទៀតទេគឺយើងចូលកម្មវិធីអូខេអញ្ចឹងយើងទៅមើលកន្លែងនេះគឺមានចំណងជើងមានប្រភេទប្លង់មានការផ្លាស់ប្ដូរលេខជាខ្មែរនិងអង់គ្លេសដូច one way ដែរទេអញ្ចឹងខ្ញុំសូមលឿនមានការកែឈ្មោះប៉ារ៉ាម៉ែត្រមានការបន្ថែមប៉ារ៉ាម៉ែត្រមានពេលគឺរយៈពេលផ្សេងដែលយើងប្រមូលឯកតាជាចំនួនថ្ងៃឬក៏សប្តាហ៍ដែលយើងប្រមូលហើយនឹងកតាទី1កតាទី2អញ្ចឹងការវិភាគពីកតាជាទូទៅគឺគេហៅថាត្រូវមាន statement combination គឺឧទាហរណ៍កតាទី1យើងសិក្សាទៅលើប្រភេទចំណីអញ្ចឹងចំណីយើងចែកជា3ប្រភេទអញ្ចឹងបើប្រភេទចំណី3ប្រភេទយើងហៅថាវាជា level ណាឧទាហរណ៍ប្រភេទមន់ពូជមន់អញ្ចឹងជាកតាទី2តើវាមានពូជប្រមាណពូជ3ពូជអញ្ចឹងបើន័យថាវាមាន3 level អញ្ចឹងបើកតាទី1 3 level កតាទី2 3 level អញ្ចឹងគឺវាមានរូបមន្ត3គុណ3ណាអញ្ចឹង3 3ដង9អញ្ចឹងពេលដែលយើងធ្វើបន្សំទៅគឺវាត្រូវមាន9បច្ច័យនៅក្នុងនេះណាអញ្ចឹងកន្លែងនេះគឺជាកន្លែងដែលយើងអាចដូរឈ្មោះពូជឧទាហរណ៍ពូជមន់នេះផ្សេងយើងមិនមែនដាក់ពូជ1ពូជ2អញ្ចឹងអាស្រ័យលើយើងកែបាទដល់ពេលកន្លែងនេះគឺដូចគ្នាទេគឺយើងចង់បន្ថែមប្រភេទចំណីឧទាហរណ៍បើសិនជាមាន4 level អញ្ចឹងយើងអាចថែមបានឬក៏ចំណីមានតែ2 level ទេយើងចុចដកមកអញ្ចឹងនឹងមានរូបមន្ត2គុណនឹង3អញ្ចឹងបើថាមាន6បច្ច័យនេះអញ្ចឹងកន្លែងហ្នឹងគឺអត់ប្រវាក់ទេហើយកន្លែងបតង់កន្លែងនេះគឺដូចគ្នាទេគឺសម្អាត restore data បើកគម្រោង save គម្រោងអញ្ចឹងដូចគ្នាទៅនឹង one way ដែរអញ្ចឹងបើសិនជាចង់ច្បាស់អាចទៅមើលកន្លែងមួយកតាដដែលទៅគឺវាដូចគ្នាទេបាទអញ្ចឹងដោយសារយើងធ្លាប់ចុច analyze វាម្ដងហើយពេលដែលយើងចុច analyze ម្ដងទៀតគឺវាអត់ចំណាយពេលយូរទេអញ្ចឹងចាំមើលខ្ញុំចុចវិភាគអូខេឃើញអត់គាត់ចុចគឺវា load លទ្ធផលឲ្យតែម្ដងគឺជាការវិភាគឲ្យតែម្ដងអញ្ចឹងក្រាប2នេះគឺដូចគ្នាទៅនឹង one way ANOVA ដែរគឺមានកន្លែងបង្ហាញអក្សរនេះឬក៏ដកចេញមានការដកពណ៌ផ្នែកកណ្ដាលចេញឬក៏ដាក់វិញអូខេហើយការបង្ហាញលទ្ធផលគឺវាបង្ហាញអត់តែម្ដងគឺវាវិភាគទៅលើអន្តរកម្មថាតើកតាចំណីនិងកតាពូជមន់កតាទាំងពីរនេះមានអន្តរកម្មអត់គេបើសិនជាមានអន្តរកម្មតើគេបញ្យល់បែបណាអត់អន្តរកម្មគេបញ្យល់បែបណាណាអូខេ main effect អតិពលនៃចម្បងនៃភេទចំណីមានអតិពលអត់ឬក៏អត់អញ្ចឹងណានឹងនេះរូបភាពទី2នេះគឺវាបង្ហាញពីភាពខុសគ្នារវាងបច្ច័យក៏ដូចជាពូជនីមួយហើយនឹងមានបង្ហាញតារាង ANOVA two way ANOVA ជាមួយនឹងតារាងហុកដែលប្រៀបធៀបប្រជុំនៃបច្ច័យនីមួយអញ្ចឹងនៅក្នុងនេះគឺមានបង្ហាញអន្តរកម្មមានបង្ហាញអតិពលពូជមន់ហើយនឹងប្រភេទចំណីតមកទៀតយើងអាចទាញយក Office Word ដូចគ្នា save មកគេបើកវាមកអូខេអញ្ចឹងយើងនឹងបានទិន្នន័យទម្រង់បែបនេះ Office Word ទម្រង់បែបនេះមានតារាងទិន្នន័យក្រាបទី1ក្រាបទី2ការបញ្យល់ជាមួយនឹងតារាង ANOVA ដែលយើងអាចយកទៅប្រើប្រាស់បានអញ្ចឹងយើងចប់tab ទី2យើងចូលtab ទី3